តែរៀបចំ channel YouTube ដើម្បីវាមានស្តង់ដារអញ្ចឹងជាដំបូងគឺយើងចូលជាមួយនឹង Google Chrome មកអ្នកនរគ្នាបន្តមកទៀតអ្នកនរគ្នាទៅចូលអាកន្លែងនេះ3ខាងលើក្បង3ខាងលើនេះហើយបន្តមកទៀតអ្នកនរគ្នាដូចរូបកុំព្យូទ័រនេះ desktop 6ហ្នឹងយើងចុចគ្រីសមកអ្នកនរគ្នានេះវា load ឲ្យបែបនេះគឺយើងចូលទៅនឹង account របស់យើងអញ្ចឹងនេះជា account របស់ខ្ញុំចូលដល់កន្លែង YouTube Studio ហ្នឹងបងប្អូនអ្នកគ្នាកុំឲ្យចុចត្រូវសង្កត់ឲ្យវាជាប់បែបនេះអញ្ចឹងនៅពេលដែលវា load បែបនេះហើយយើងយក open in tab នេះ open in tab នេះមកហើយបន្តមកទៀតនេះអ្នកនរគ្នាវានឹង load ផ្ទាំងបែបនេះមកហើយបន្តមកទៀតគឺយើងយកអាខាងក្រោមនេះគឺចូលនេះកន្លែង setting នេះកន្លែងនេះយើងចូល setting មកចាំតិចវា load អញ្ចឹងអ្នកនរគ្នាត្រង់កន្លែងនេះគឺទៅយើងដាក់ដុល្លារអូខេដុល្លារគឺយើងដាក់ត្រូវហើយមិនបាច់ចាំទៅកែអីទៀតទេញញៃអីទេ sorry សំទោសអ្នកនេះអ្នកនរគ្នាត្រង់កន្លែងនេះគេដាក់ general ហើយនេះគឺគេដាក់សញ្ញាយកដុល្លារហើយបន្តមកទៀតគឺយើងចូលជាមួយនឹង channel ម្ដងអ្នកនរគ្នាចូល channel អញ្ចឹងចូល channel អ្នកនរគ្នាមើល basic info អញ្ចឹងត្រង់កន្លែងនេះគឺយើងជ្រើសរើសយក Cambodia នេះដោយសារតែខ្ញុំបានជ្រើសរើសហើយគឺ Cambodia អញ្ចឹងត្រង់កន្លែងនេះ keyword អ្នកនរគ្នាចូលវីដេអូអ្នកនរគ្នាចង់ធ្វើពីអីគេឧទាហរណ៍ធ្វើពីសត្វឬក៏ពីអីផ្សេង content creator ពីម្ហូបអាហារ funny កំប្លុកកំប្លែងអីចឹងអ្នកនរគ្នាគឺវាយតាមនឹងមកដោយសារតែវីដេអូរបស់ខ្ញុំហ្នឹងវាចម្រុះណាស់ខ្ញុំត្រូវបរៀនផងអីផងអញ្ចឹងទៅគឺខ្ញុំដាក់បែបហ្នឹងទៅហើយបន្តមកទៀតគឺអ្នកនរគ្នា save ត្រង់កន្លែងនេះដូចជាការសាច់ខ្ញុំ save ហើយអ្នកនរគ្នាហើយមើលមកកន្លែងទៀតគឺអ្នកនរគ្នាត្រូវចូលទៅនេះជាប់ពី basic info សំទោសអ្នកនរគ្នាយើងចូលទៅ advanced setting នេះ advanced setting អូខេអញ្ចឹងអ្នកនរគ្នាគាត់ត្រង់កន្លែងនេះគឺយើងចុចនេះ no មកអូខេបន្តមកទៀតបន្ទាប់ពីចូល advanced setting នេះមកគឺយើងចូលមួយទៀត filter eligibility ត្រង់កន្លែងនេះអ្នកនរគ្នានេះគឺបានសញ្ញាក្រេះអ្នកនរគ្នាគឺក្រេះអញ្ចឹងមកហើយត្រង់កន្លែងនេះដាក់ទី1ទី2ទី3អញ្ចឹងត្រង់កន្លែងទី2ហ្នឹងគឺយើងបញ្ចូលជាលេខទូរស័ព្ទរបស់យើងមកហើយខាងលើហ្នឹងក៏មិនបាច់ដែរហើយខាងក្រោមហ្នឹងក៏មិនចាំបាច់ដែរអញ្ចឹងយើងចូលទៅ eligible ហ្នឹងមក verify phone number នេះមកអូខេចាំតិចអញ្ចឹងត្រង់កន្លែងនេះគឺគេនឹងឲ្យយើងដាក់លេខទូរស័ព្ទនេះបំពេញលេខទូរស័ព្ទមកអ្នកនរគ្នាសម្រាប់ការបំពេញលេខទូរស័ព្ទគឺលេខទូរស័ព្ទដែលយើងប្រើហ្នឹងមិនមែនដាក់លេខប្រើណាហើយបន្តមកទៀតគឺវានឹង load code ឲ្យហើយដើម្បីថាវីដេអូហ្នឹងងាយគេរកឃើញហើយអ្វីដែលសំខាន់ទៀតគឺយើងអាច live វីដេអូនៅក្នុង YouTube ហ្នឹងក៏បានដែរអញ្ចឹងខ្ញុំសូមវាយលេខទូរស័ព្ទខ្ញុំចូលអ្នកនរគ្នាត្រង់កន្លែងនេះនៅពេលអ្នកនរគ្នាវាយលេខទូរស័ព្ទចូលហើយគឺអ្នកនរគ្នាចុច next មកបន្ទាប់ពីការចុច next របស់ខ្ញុំហើយអញ្ចឹងទៅទៀតគឺវានឹង load code មកឲ្យយើងបំពេញនៅត្រង់កន្លែង code នេះបានចាំតិចទៅអ្នកនរគ្នាដោយសារតែកាលណាយើងបំពេញ code ត្រង់កន្លែងនេះហើយយើង submit យកតែម្ដងនេះខ្ញុំបាន submit ហើយអ្នកនរគ្នាចាំបន្តិចយើងនឹងទៅមុខបន្តទៀតនេះអ្នកនរគ្នារួចរាល់ជាការស្រេច phone number verify ឥឡូវបានហើយយើងបែរក្រោយទៅវិញទៅបំពេញបន្តទៀតព័ត៌មានបន្ថែមនេះអ្នកនរគ្នាខ្ញុំបានពេញរួចហើយឥឡូវនេះគឺវាក្រេះ load សញ្ញាខៀវបែបនេះ Unable reload ខៀវអញ្ចឹងយើង save វាមករួចជាការស្រេចតទៅទៀតអត់ទាន់អស់ទេទៅទៀតយើងចូលទៅកន្លែង update upload default នេះម្ដងអ្នកនរគ្នានេះអញ្ចឹងនៅក្នុង disk info ហ្នឹងខាងលើនេះគឺមិនបាច់ដាក់ទេអ្នកនរគ្នាចូលទៅ description នេះបង description យើង say ឡើងខ្ញុំទៅ say please subscribe អញ្ចឹងទៅ please subscribe my video អូខេខ្ញុំដាក់តែប៉ុណ្្នឹងទៅកុំឲ្យវិញពេកអ្នកនរគ្នានេះខាងក្រោមទេអ្នកនរគ្នាខាងក្រោមនេះគឺយើងដាក់ public អញ្ចឹងកុំដាក់ private ណាមាន private មាន English អញ្ចឹងយើងដាក់ public មក public ហ្នឹងគឺនៅពេលដែលយើងផុសវីដេអូទៅដើម្បីងាយគេមើលឃើញបន្តមកទៀតអ្នកនរគ្នាដាក់ public ហើយយើងអូមកក្រោមហ្នឹងនឹងឃើញ keyword ទៀតនេះ keyword add tag នេះអញ្ចឹងយើងទៅសេដាក់ទៀតមកអូខេឥឡូវខ្ញុំកំឧទាហរណ៍ថាត្រង់កន្លែងនេះត្រង់កន្លែង keyword នេះ add tag នេះបងប្អូនអ្នកគ្នាវីដេអូអ្នកនរគ្នាចង់ធ្វើពីអីគេដូចមុនដែលខ្ញុំបានប្រាប់ហ្នឹងអ្នកនរគ្នាឧទាហរណ៍អ្នកនរគ្នាខ្ញុំដាក់ថា funny អីចឹងទៅហើយអ្នកនរគ្នាធ្វើអីគេ food អីចឹងទៅឧទាហរណ៍ខ្ញុំដាក់ food ធ្វើម្ហូបឬក៏study អ្នកនរគ្នាចង់ថតពីអីចង់អីគឺអ្នកនរគ្នាដាក់ហ្នឹងទៅខ្ញុំដាក់ប៉ុណ្ណឹង funny food study people for reading yummy book video vlog nothing something អូខេខ្ញុំ save ឥឡូវយើងមកមើលចំណុចទី2វិញណានៅក្នុង advanced setting វិញមកយើងចូលនៅ basic ឥឡូវនេះគឺយើងមកនៅក្នុង advanced setting វិញអូខេនេះអ្នកនរគ្នាអញ្ចឹងកន្លែងនេះគឺយើងបាច់ទៅអីទេយើងទុកចូលចឹងទៅហើយកន្លែង category នេះអានេះគឺយើងជ្រើសរើសមកអ្នកនរគ្នាចង់ធ្វើពីអីគេឲ្យត្រូវជាមួយនឹង content អ្នកនរគ្នានេះយកជ្រើសរើសអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំជ្រើសយកខ្ញុំសូមជ្រើសរើសយក travel event ដោយសារតែវីដេអូរបស់ខ្ញុំគឺវាចម្រុះអ្នកនរគ្នាអ្វីក៏ខ្ញុំថតដែរតាក់ទងជាមួយនឹងចំណាយផ្សេងឬក៏សុខភាពឬក៏ការដើរលេងគឺខ្ញុំចូលចិត្តទាំងអស់ហាត់ប្រាណនៅហ្នឹង
tới dùng tê rồi gió Java nhỏ khi chơi gió ấy chơi tới rồi tại tam đồng đội ca bọn này ở khi ở tại tôi chỉ mình content này ở khi lấy từ ban mũi ta từ đi nè trong cái video lo dân tôi chơi gió pizza này ở khi dân tôi chơi gió pizza only này cái dân đặt nàn màu này nhé đặt nàn màu dân mà đặt ấy tê năng tục bia chẳng tay nàn chẳng tay để dân cho tay cái này select như mà còn mấy cái dân đặt only đôi khi là English dân ôm mới này ở khi này English ok này nên mình check English máu này nói bia nè English hay khăn lên này đặt ra quá là nét nắn okอันนี้คือ on มาสำหรับคอมมานด์นะคือยังដាក់ on มาเลยโอเค basic แล้วយើងចូល formation ម្ដង formation ដូចជាអ្នកគ្នាត្រង់កន្លែងនេះអ្នកគ្នាចង់ add email Gmail ចូលក៏បានអត់ក៏បានដែរបើសិនជាចង់ add email ចូលទេអ្នកគ្នាចូលកន្លែងនេះខាងលើនេះទៅហើយអាចដាក់ email ដើម្បី school បានអញ្ចឹងណាហ្នឹងសម្រាប់ formation ឥឡូវយើងចូលទៅមួយចំណុចទៀតអាហ្នឹងខ្ញុំអត់ដាក់ទេដាក់តែប៉ុណ្្នឹងបានហើយខ្ញុំតែអ្នកគ្នាដាក់ទៅចូលកន្លែង community ម្ដងអូខេ community នេះអ្នកគ្នាចូលផ្នែកទី1នេះសម្រាប់កន្លែង block word ហ្នឹងអ្នកគ្នាសេចូលមកបើសិនជាករណីគេអ្នក comment ដែរវាអត់ល្អឬក៏អីឬក៏មាន link មានអីគឺវានឹងចាប់អីអញ្ចឹងខ្ញុំសូមសរសេរថាខ្ញុំសូមបំពេញប៉ុណ្ណឹងអ្នកគ្នាចូលនេះគ្រីសមកយ៉ាដល់ពេលបើសិនជាករណីមាន link អី comment អីចឹងទៅវានឹង block ចាញ់ហើយអញ្ចឹងយើងចូលតទៀតខាងលើមកចាប់អារម្មណ៍អ្នកគ្នាអូទៅខាងក្រោមហ្នឹងមកឲ្យតែឃើញ block word អ្នកគ្នាសេចូលមកហើយយើងមើលមកខាងនេះវិញម្ដង default នេះយើងចូល default នេះមកហើយបន្តមកទៀតគឺអ្នកគ្នាចុច on តែប៉ុណ្ណឹងទេអ្នកគ្នាអញ្ចឹងអ្នកគ្នាធ្វើតាមហ្នឹងទៅគឺ standard អាច download បានហើយបន្តមកទៀតគឺអ្នកគ្នាត្រូវទៅ save រួចជាការស្រេចអញ្ចឹងគឺតែប៉ុណ្ណឹងអ្នកគ្នាអស់ហើយអរគុណបើសិនជាសំខាន់អីអ្នកគ្នាជួយកុំភ្លេចជួយ subscribe វិញផងអរគុណបាយបាយ